ចាសសូមជម្រាបសួរថ្ងៃនេះវិលមកជួបគ្នាវិញ MST Story Night ដែលនិទានរឿងចិនមានរឿងមួយទៀតរឿងចិននេះមានចំណងជើងថាមណ្ឌលកុមារកំព្រាស៊ូជាងអញ្ចឹងណាមានអ្នកកសែតវ័យក្មេងមួយរូបដាក់តកូលអីចេះតកូលលីអញ្ចឹងទៅគាត់ឈ្មោះជុងលីអាយុ28ឆ្នាំគាត់គឺជានិស្សិតដែលមានសេចក្តីក្លាហានមានការចង់ដឹងចូលចិត្តសរសេរតាក់ទងជាមួយរឿងអាថ៌កំបាំងឥឡូវហ្នឹងគាត់បានសម្រេចនៅក្នុងការធ្វើជាអ្នកសារព័ត៌មានហាត់ការថ្ងៃនេះគឺជាថ្ងៃដំបូងនៅក្នុងការធ្វើការរបស់ខ្លួននៅស្ថាប័នផ្សាយព័ត៌មានអនឡាញមួយនេះគឺជារឿងដែលតាក់ទងជាមួយឆ្នាំ2025ណាជារឿងនៅក្នុងសម័យកាលថ្មីខុសពីរឿងមុនចុងលីមកធ្វើការហើយកិច្ចការនៅសប្តាហ៍ដំបូងគាត់ត្រូវបាននិពន្ធនាយកប្រាប់ថាអ្នកខ្សែគ្រប់គ្នាត្រូវឆ្លងកាត់ដំណាក់កាលមួយគឺវិភាគលើសមត្ថភាពក្នុងការស្រាវជ្រាវរបស់ខ្លួនពីព្រោះប្រភពនៅក្នុងការធ្វើព័ត៌មានប្រភពនៅក្នុងការបញ្ចេញជាអត្ថបទតាក់ទងជាមួយរឿង3 4ដែលសំខាន់គឺការធ្វើបទសម្ភាសន៍ការសិក្សាស្រាវជ្រាវការឆែកពីសាវតានៃរឿងដែលយើងចង់សរសេរចឹងចុងបានចំណាយពេលគិតថាមួយសប្តាហ៍នេះជក់ចិត្តក្នុងការឆែកមែនតើស្រាប់តែគាត់មើលឃើញអ្វីមួយនៅក្នុងអ៊ីនធឺណិតនៅក្នុងបណ្ដាញនៃស្ថាប័នព័ត៌មានរបស់គាត់មានផ្ទុកនៅឯកសារចាស់មួយតាក់ទងជាមួយនឹងកាសែតមួយចាស់មែនតើនៅ front page ណានៅទំព័រមុខដែលសរសេរតាក់ទងជាមួយមណ្ឌលកុមារកំព្រាមួយឈ្មោះស៊ូជាងនៅខេត្តមួយឆ្ងាយដែរគួរសមពីប៉េជីងដែលគាត់ធ្វើការហ្នឹងជិះទៅខេត្តហ្នឹងចំណាយពេលដល់ទៅជាង1ថ្ងៃគឺ26ម៉ោងអញ្ចឹងគាត់ត្រូវតែទៅដល់កន្លែងហ្នឹងបើសិនជាគាត់ចង់សរសេររឿងហ្នឹងហេតុអីបានជាជុងលីមើលទៀតមើលទៅលើអត្ថបទដែលថតជា file រូបថតតាក់ទងជាមួយកាសែតអត្ថបទទំព័រមុខនៃកាសែតហ្នឹងសរសេរថាមជ្ឈមណ្ឌលស៊ូជាងនៅតែមានអាថ៌កំបាំងរហូតទៅ10ថ្ងៃគឺគាត់ព្យាយាមស្វែងរកព័ត៌មានតាក់ទងជាមួយអត្ថបទហ្នឹងបន្ថែមគាត់បានរកឃើញរឿងមួយចំនួនដែលធ្វើឲ្យគាត់តាក់ចិត្តពេញមួយថ្ងៃចំហមាត់ហ្មងមើលទៅចង់ដឹងហ្មងគឺថាក្មេងជាង40នាក់នៅក្នុងមណ្ឌលកុមារកំព្រានៅស៊ូជាងហ្នឹងនៅឆ្នាំ1800នៅឆ្នាំ1987បានបាត់ខ្លួនអស់លេងត្រឹមតែមួយយប់អត់ដឹងថាពួកគេបាត់ទៅណាទេអញ្ចឹងរឿងហ្នឹងគឺជារឿងមួយដែលចម្លែករហូតដល់ពេលហ្នឹងអត់មាននរណាអាចប្រាប់បានថាសំណុំរឿងហ្នឹងដើរដល់ណាហើយអ្នកណាជាអ្នកធ្វើអីក្មេងអស់ហ្នឹងបើសិនជាគិតមកដល់ពេលនេះគឺក្មេងអស់ហ្នឹងធំហើយពេញវ័យហើយតាំងពីឆ្នាំ1987យើងគិតមើលអញ្ចឹងសំបីតែយើងដែលជាអ្នកស្ដាប់ហ្នឹងដូចជុងលីនឹងដែរគឺមានអារម្មណ៍ថាចង់ដឹងរឿងហ្នឹងហើយជុងលីចិញ្ចឹមចិត្តថាបើសិនជាការហាត់ការខែដំបងរបស់ខ្ញុំមានអ្នកមើលច្រើនខ្ញុំបកអាក្រាតឬក៏អាចស្វែងរកអាថ៌កំបាំងអក្រិតកម្មនៅពីក្រោយការបាត់បង់ក្មេងនៅមណ្ឌលក្មេងកំព្រាស៊ូជាងហ្នឹងខ្ញុំនឹងក្លាយជាអ្នកកសែតពេញលក្ខណៈដែលមានគេមើលច្រើនណានិពន្ធនាយកខ្ញុំមិនអាចទម្លាក់ខ្ញុំចេញពីការងារនេះបានទេនេះគឺជាអ្វីដែលគាត់គិតណាអញ្ចឹងដោយសារតែការតាំងចិត្តមូលមុតមែនតើជុងលីក៏បានលើកសំណើនឹងទៅកាន់និពន្ធនាយកថាពូនៅសប្តាហ៍ទី2នេះខ្ញុំនឹងទៅខេត្តចុះទៅខេត្តហើយដើម្បីទៅស្រាវជ្រាវសាច់រឿងបាត់ខ្លួនក្មេងជាង40នាក់នៅមណ្ឌលកុមារកំព្រាស៊ូជាងអញ្ចឹងបរិះហ្នឹងអត់ដឹងរឿងហ្នឹងនេះគាត់ឆ្ងល់ថាមានរឿងអីកើតឡើងនៅមជ្ឈមណ្ឌលស៊ូជាងហ្នឹងហើយនៅខេត្តណាគាត់មិនដែលដឹងរឿងហ្នឹងអញ្ចឹងជុងលីហ្នឹងក៏លើកថាមានក្មេង40នាក់ជាងបាត់ខ្លួននៅពីឆ្នាំ1987រហូតដល់ពេលហ្នឹងពូគិតមើល30-40ឆ្នាំអត់មាននរណាគេលើករឿងហ្នឹងមកថាពួកគេហ្នឹងបាត់ខ្លួនដោយសាររឿងអីសោះអញ្ចឹងក្នុងនាមជាអ្នកកសែតម្នាក់យ៉ាងហោចណាស់ក៏ខ្ញុំត្រូវរកឃើញតម្រុយមួយថ្មីតាក់ទងជាមួយនឹងដែរតែឥឡូវហ្នឹងមណ្ឌលកុមារកំព្រាហ្នឹងខ្លាយទៅជាអីហើយគេលក់ដីចែកគ្នាបាត់ហើយក៏មិនដឹងអញ្ចឹងពូថា interesting តារឿងហ្នឹងតាក់ទាញតាអញ្ចឹងឯងទៅចុះប៉ុន្តែត្រូវចាំបើឯងឆ្លៀតពេលទៅដើរលេងហើយបន្លាចខ្លួនឯងនៅក្នុងរឿងខ្មោចផ្សេងហើយមកវិញអត់បានជាអត្ថបទសាច់ការជាលក្ខណៈវិទ្យាសាស្ត្របែរជារឿងអបិយជំនឿមន្តអាគមអូមអាមឯងនឹងធ្លាក់ហើយពូអត់មានចំណែកនៅក្នុងការធ្វើឯងធ្លាក់នោះទេអញ្ចឹងនៅពេលដែលអោបជាប់នៅកាតព្វកិច្ចដ៏ធំមួយនឹងការទទួលខុសត្រូវចំពោះការកសាងអាជីពដំបូងរបស់ខ្លួនឯងហ្នឹងចុងបានធ្វើដំណើរទៅកាន់ស្រុកមួយនៅឆ្ងាយដែលចុះទៅដល់ខេត្តហើយចេញទៅឆ្ងាយនៅជាយព្រៃធំមួយទៀតអត់មានបឹងអត់មានអីទេប៉ុន្តែព្រៃហ្នឹងធំយកតែមែនតើហើយមជ្ឈមណ្ឌលអតីតមជ្ឈមណ្ឌលកុមារកំព្រាស៊ូជាងហ្នឹងគឺនៅតំបន់ហ្នឹងនៅពេលដែលចុងទៅដល់ពេលហ្នឹងគឺម្លងមួយថ្ងៃឯងគឺព្រឹកឡើងវិញទៀតឯងចុងបានជួបអ្នកស្រុកហើយអ្នកដែលគាត់ជួបមុនគេហ្នឹងគឺមីងពូ2នាក់ជាកសិករហើយប្តីគាត់មានធ្នូមានអីនៅលើរទេះដែរអញ្ចឹងមានន័យថាគាត់មានបរបាញ់សត្វទៀតអញ្ចឹងចុងក៏សួរថាពូនៅហ្នឹងគេបរបាញ់សត្វ
នៅបបបាញ់សត្វទៀតឯងរដ្ឋាភិបាលអត់រករឿងទេរដ្ឋាភិបាលគេហាម5ប៉ុន្តែនេះគឺជាប្រពៃណីលំបដូនតាយើងតាំងពីញមកហើយអញ្ចឹងពេលខ្លះក៏យើងបបបាញ់ជាពិសេសសត្វខ្លះជាសត្វដែលយើងគិតថាមានច្រើនខ្លាំងហើយយើងអាចយកមកធ្វើថ្នាំធ្វើអីដូចឃើញស្រាប់ហើយយើងនៅឆ្ងាយពីមន្ទីរពេទ្យហើយពួកយើងភាគច្រើននៅប្រើថ្នាំបុរាណនៅឡើយដើម្បីព្យាបាលជំងឺអញ្ចឹងពេលដែលជុងព្យាយាមជជែកលេងជាមួយកសិករនៅអ្នកភូមិនិយាយចេះទៅនៅអ្នកភូមិនៅចិត្តមជ្ឈមណ្ឌលស៊ូជាងហ្នឹងគាត់ក៏ព្យាយាមសង្កេតមើលអ្វីៗការរស់នៅរបស់ពួកគាត់ដូចជាមិនទំនើបតនសម័យដូចនៅពេលជាងគឺខុសគ្នាឆ្ងាយខ្លាំងអញ្ចឹងដល់ពេលដែលកសាងទំនាក់ទំនងជាមួយគ្នាណែនាំខ្លួនឯងថាខ្លួនឯងធ្លាប់ទៅរៀននៅស្រុកអាមេរិកបន្ទាប់មកជាអ្នកដែលធ្លាប់វឹកហាត់តែអត់ជាប់ជាប៉ូលីសដោយសារតែកពស់ប៉ុន្តែខ្លួនមានសមត្ថភាពរហ័សរហួនហើយអត់ចេះខ្លាចអីទេហើយឥឡូវហ្នឹងបានធ្វើអាជីពមួយដែលខ្លួនចង់ធ្វើបំផុតគឺធ្វើជាអ្នកសារព័ត៌មានឥឡូវហ្នឹងមកកន្លែងហ្នឹងគឺក្រៅពីស្រាវជ្រាវពីរបៀបរស់នៅរបស់ប្រជាជនយើងនៅតំបន់ហ្នឹងខ្ញុំថែមទាំងចាប់អារម្មណ៍មួយរឿងមួយពូមជ្ឈមណ្ឌលស៊ូជាងណាពួកគេឆ្លោះទឹកមុខលេងញញឹមនៅពេលដែលនិយាយពីអតីតមណ្ឌលកម្មាកំព្រាស៊ូជាងហ្នឹងអញ្ចឹងទៅជុងចាប់អារម្មណ៍ឃើញថាគាត់ជាអ្នកសារព័ត៌មានដែលគាត់តាំងចិត្តទៅធ្វើការងារហ្នឹងហើយគ្រាន់តែកលេចមើលទឹកមុខមនុស្សមើលមិនដឹងមិនធ្វើអ្នកកសែតកើតអញ្ចឹងគាត់មានចិត្តសាស្ត្រមួយចំនួនគាត់និយាយថាពូមីងជួយខ្ញុំទៅដោយសារតែខ្ញុំជាអ្នកកសែតថ្មីហើយខ្ញុំមានពេលតែ3ខែទេដើម្បីសាកល្បងការងារគឺជាអ្នកហាត់ការគេបើសិនជាខ្ញុំសរសេររឿងអត់បានទទួលការចាប់អារម្មណ៍ច្រើនណាគឺខ្ញុំនឹងធ្លាក់ហើយខ្ញុំអត់អាចធ្វើការនៅស្ថាប័នព័ត៌មានធំនៅពេលជីងបានទេការប្រកួតប្រជែងនៅនឹងខ្ពស់ហ่ะអញ្ចឹងកសិករក៏មើលមុខគ្នាប្តីពុនចំណាស់ហ្នឹងក៏និយាយថាប៉ុន្តែមានរឿងច្រើនណាស់ដែលក្មួយអាចសរសេរហេតុអីបានចាំបាច់ទៅសរសេរពីស៊ូជាងរបស់ដែលស្ងប់ស្ងាត់ហើយទុកឲ្យវាស្ងប់ស្ងាត់ទៅពាក្យហ្នឹងចាប់អារម្មណ៍មែនទែនសម្រាប់ជុងឆ្ងល់ថារបស់ដែលស្ងប់ស្ងាត់ហើយទុកឲ្យវាស្ងប់ស្ងាត់ទៅមានន័យថាម៉េចរឿងហ្នឹងយ៉ាងម៉េចហើយមជ្ឈមណ្ឌលហ្នឹងយ៉ាងម៉េចហើយប្តីពុនហ្នឹងក៏ប្រាប់ថាមជ្ឈមណ្ឌលហ្នឹងនៅតែជាមជ្ឈមណ្ឌលហ្នឹងគ្មានណាគេហ៊ានទៅនៅទេហេតុអីបានក្មួយឯងមកតែម្នាក់ឯងហើយចង់ទៅកន្លែងហ្នឹងគេដៃគេក៏ប៉ះអោបទៅលើម៉ាស៊ីនថតមួយធំហើយប្តីពុនហ្នឹងក៏ទម្លាក់ភ្នែកមើលម៉ាស៊ីនថតហ្នឹងហើយក៏សួរថាហើយប្រុងទៅថតមជ្ឈមណ្ឌលហ្នឹងមែនឬក៏មិនជុងនិយាយថាខ្ញុំធ្វើជាអ្នកសារព័ត៌មានបើខ្ញុំចេះតែសរសេរឬក៏ទៅរាយការណ៍ដែលអត់មានរូបភាពឬក៏វីដេអូភ្ជាប់មានន័យថាខ្ញុំកុហកគេមីងហើយនេះគឺឆ្នាំ2025ហើយបើសិនជាខ្ញុំធ្វើលេងលំមិនកើតហើយខ្ញុំច្បាស់ជាធ្លាក់ហ្មងហើយនិពន្ធយុខ្ញុំហ្នឹងច្បាស់លាស់ណាឥឡូវគេគ្រប់គ្នាដែលហាត់ការចូលជំនាន់ខ្ញុំដែរហ្នឹងគេទៅសេរឿងនយោបាយរឿង President Xi Jinping ឬក៏រឿងពិភពលោករឿង Donald Trump អីចឹងហើយខ្ញុំមានអីសរសេរខ្ញុំមានតែសរសេរពីស៊ូជាងហើយរឿងហ្នឹងចាប់អារម្មណ៍ណាអ្នកនៅពេលជីងចឹងថារឿងដែលបានបាត់ទៅយូរហើយមិនក៏ក្មួយយកមកកោះឡើងវិញធ្វើអីពូនឹងមីងមិនអាចជួយអីបានទេបានត្រឹមតែប្រាប់ថាផ្លូវទៅនឹងនៅណាកន្លែងនឹងនៅណាប៉ុន្តែត្រូវចាំអត់មានអ្នកភូមិនៅក្បែរនឹងប្រហែលទេ5-6 គីឡូមិនទាន់មានផ្ទះមួយផងអញ្ចឹងឲ្យក្មួយឯងមកតែម្នាក់ឯងហ៊ានទៅដែរហើយដោយសារតែជុងហ្នឹងគឺជាមនុស្សដែលមិនខ្លាចអីទាំងអស់គឺជាចរិតលក្ខណៈពិសេសលើសពីមនុស្សធម្មតារបស់ជុងគឺអ្នកធម្មតាគាត់តែលឺប៉ុណ្ណឹងលែងទៅបាត់ដែរប៉ុន្តែជុងវិញគឺគាត់ធ្លាប់ឆ្លងកាត់សាលាបលិសាលាអីធ្លាប់ធ្វើការបង្វឹកខ្លួនឯងជាមួយនឹងការស្វែងរកអ្នកទោសនៅក្នុងបាំងខឺនៅក្រុមដីក្រុមអីឬក៏នៅក្នុងបន្ទប់បិទចិត្តឬក៏ស្វែងរកបន្ទប់សម្ងាត់អីគឺគេធ្វើការបង្វឹកអស់ហើយប៉ុន្តែដោយគាត់និយាយអញ្ចឹងរៀងក៏ផ្លែងដែរប្រាប់ទៅប្តីពុនអ្នកភូមិហ្នឹងគឺធ្លាក់ដោយសារកម្ពស់អញ្ចឹងចង់ធ្វើអីផ្សេងវិញដែលប្រើចុងបិចជាងរូបរាងកាយខាងក្រៅអញ្ចឹងគាត់ចង់ធ្វើជាអ្នកសារព័ត៌មានមួយដែលបើកកកាយអំពីមូលហេតុបាត់ខ្លួនមនុស្សជាង40នាក់ពូមីងមនុស្ស40នាក់ជាងបាត់ខ្លួនណាទោះបីគេអត់មានប៉ាម៉ាក់គេជាក្មេងកំព្រាក៏ពិភពលោកនេះអត់ត្រូវបំភ្លេចគេចោលអញ្ចឹងដែរអត់ត្រូវទុកគេចោលចឹងទេយើងត្រូវតែសួរថាមានរឿងអីកើតឡើងហើយតែរឿងហ្នឹង30-40ឆ្នាំហើយតែក្មួយទៅចង់ក៏កកាយមកវិញធ្វើអីទៀតហើយចុងក្រោយពួកមុនពេលពួកគាត់លាទៅពួកគាត់ផ្ដាំថាអ្វីដែលស្ងប់ហើយឲ្យវាស្ងប់ទៅកុំទៅធ្វើឲ្យវារស់រវើករំពើកត្រឡប់មកវិញអីគាត់លាទៅហើយជូនពរគេឲ្យមានសេចក្តីសុខប៉ុន្តែគាត់មិនអាចជូនគេទៅកាន់មជ្ឈមណ្ឌលស៊ូជាងបានទេនេះគឺជារឿងមួយគួរឲ្យស្ដាយប៉ុន្តែមិនបានរារាំងនៅសន្ទុះចិត្តរបស់អ្នកកសែតវ័យក្មេងយើងឡើយទោះបីជាអ្នកកសែតហាត់ការប៉ុន្តែគាត់តែងតែសម័យថាឈ្មោះគាត់ជុងលីនឹងត្រូវបានគេស្គាល់តាមរយៈអត្ថបទតាក់ទងជាមួយមណ្ឌលកុមារកំព្រាស៊ូជាងអញ្ចឹងហើយគាត់បាន
ញ៉ាំបាយញ៉ាំទឹកអីស្រួលបួលហើយរៀបចំចេញទៅទាំងភ្លឺនឹងតែម្ដងទៅកាន់មជ្ឈមណ្ឌលស៊ូជាងដែលតាមទិសដែលប្តីប្រពន្ធទាំងគូបានប្រាប់មានន័យថាអត់ចាំយប់ទេបើសិនជាយប់ទៅខ្លាចងងឹតពិបាកទោះបីយ៉ាងណានៅក្នុងសក្តិរបស់ជុងលីហ្នឹងគឺគាត់មានទាំងពិលមានទាំងឧបករណ៍ដើម្បីចាប់នឹងជញ្ជាំងបតោងឡើងឬក៏ឧបករណ៍អីផ្សេងទៀតតូចតែទំនើបដូចយើងដឹងស្រាប់ហើយស្រុកចិនគឺមានអីសពបែបយ៉ាងដែលជារបស់ប្រើប្រាស់ដែលយើងមិននឹកស្មានដល់ថាយើងត្រូវការវាប៉ុន្តែតាមពិតទៅមនុស្សដូចលីគឺជុងលីហ្នឹងគឺជាមនុស្សដែលមានលក្ខណៈគេហៅថាល្អិតល្អន់មែនតែនល្អិតល្អន់ដូចប៉ូលីសស៊ើបអង្កេតចឹងគាត់មានរបស់ទាំងអស់ហ្នឹងនៅក្នុងខ្លួនមណ្ឌលកុមារកំព្រាហ្នឹងគឺនៅជាយព្រៃមែនហើយមើលសភាពពីចម្ងាយគ្រាន់តែដល់ឈប់ជើងគឺគេឃើញថាដូចជាកន្លែងដែលត្រូវបានគេបំភ្លេចចោលយូរណាស់ហើយចឹងទ្វារឈើផុយរលួយហើយអញ្ចាំងមើលពីក្រៅគឺគ្របដណ្ដប់ទៅដោយស្លែទៅលើឈើប៉និតគឺប្រើឈើប៉និតទាំងអស់ឈើល្អរលោងប៉ុន្តែសភាពវាដូចជាអត់មានជីវិតទេនៅពេលដែលសំឡេងរបស់ពូមីងក៏ដូចជាអ្នកស្រុកផ្សេងតាមផ្លូវដែលគេចុះទិញទឹកហើយទិញចំណីមកកញ្ចប់ពីម៉ាតមកដាក់នៅក្នុងមិនម៉ាតទេជាទៀមចិនតូចដែលគេលក់គ្រឿងចាំបាច់ដូចជានំប៉ាវនំអីដែលអាចញ៉ាំត្រជាក់បានណាដាក់នៅក្នុងសាកដោហើយហ្នឹងគឺសម្ដីពួកគេនៅតែនិយាយដូចគ្នាថាអើយក្មួយអ្នកកសែតបើសិនជាកន្លែងហ្នឹងស្ងប់ស្ងាត់ហើយទុកឲ្យវាស្ងប់ស្ងាត់តាមធម្មជាតិវាទៅកុំទៅកកកកាយកន្លែងគេអញ្ចឹងណាហើយនៅពេលដែលលាក់ពីអ្នកស្រុកហើយជុងក៏ចូលទៅខាងក្នុងគេគិតថាគ្មានខ្មោចណាចេញមកទាំងព្រឹកទេស្នូសំឡេងស្លឹកឈើព្រៃស្នូខ្យល់ដូចចម្លែកពេលដែលនិយាយជាមួយប្តីប្រពន្ធកសិករហ្នឹងដូចជាអត់អីទេប៉ុន្តែនៅពេលដែលមកដល់កន្លែងហ្នឹងគឺមានអារម្មណ៍ថាប្លែកដូចជាពិភពមួយទៀតអញ្ចឹងតែទោះបីយ៉ាងណាចុងបានតាំងចិត្តថាបើមិនប្រឈមមុខនឹងឧបសគ្គពិបាកទេគេធ្វើមិនខ្លាចជាអ្នកកសែតដែលមានរឿងល្អនៅទំព័រមុខបានខ្យល់រដូវប្រាំងស្រាប់តែប្រែមកជាត្រជាក់ហ្មងនិយាយទៅហើយធូលីគ្របឡើងក្រាស់នៅលើកម្រាលឥដ្ឋនៅខាងមុខផ្ទះអតីតជាកន្លែងស្នាក់នៅរបស់កុមារកំព្រាជាង40នាក់ហ្នឹងណាកន្លងទៅយូរឆ្នាំមែនតើអញ្ចឹងហើយកម្រាលស្មៅដុះនៅលើឥដ្ឋហ្នឹងមានកន្លែងខ្លះដុះជាផ្កាទៀតផ្កាព្រៃទៀតក៏ខ្វក់ហ្មងមើលទៅគេរុញទ្វារចូលទៅស្រួលដោយសារទ្វារមួយចំហៀងហ្នឹងគឺល្បាតខ្លះហើយកន្លែងប្រឡោះសោហ្នឹងគឺខូចហើយមិនដឹងអ្នកណាមកដោះសោឬជ្រុះបាត់អញ្ចឹងជាងដំបងដែលជុងឃើញហ្នឹងគឺផ្ទាំងគំនូររបស់ក្មេងតាំងពីសម័យហ្នឹងមើលទៅចាស់ប៉ុន្តែនៅព្យួរតែកតោកនៅហ្នឹងអត់មានជ្រុះតាណាទេហើយក្លិនវិញគឺយើងដឹងស្រាប់ហើយក្លិនក៏ខ្វក់ហ្មងក្លិនដូចជាកន្លែងដែលផ្អួរផ្អាប់មានស្លែមានដីមានអីកនៅហ្នឹងវាមានភាពស្ងៀមស្ងាត់ហើយឮសំឡេងដូចងូងដោយសារខ្យល់ឬមួយក៏ជាសំឡេងសត្វដែលតាំងសបុកនៅហ្នឹងចូលទៅដល់កន្លែងបន្ទាប់ពីហ្នឹងពីទ្វារធំហ្នឹងគឺអត់សូវមានពលឺថ្ងៃចូលដល់ទេអញ្ចឹងគេត្រូវតែបើកពិលដោយសារកន្លែងទុកចោលយូរហើយអត់មានប្រឡោះអីសម្រាប់ថ្ងៃចាំងចូលពេញលក្ខណៈអញ្ចឹងត្រូវតែងឹតខ្លះសពិចសពិលអញ្ចឹងគេក៏ចុចកាមេរ៉ាថតទាំងអស់អ្វីក៏តាក់ទាញចិត្តចុងដែរគេគិតថាអាល់ប៊ុមហ្នឹងគឺមានអ្នកចង់ឃើញមែនតែនហ្មងមាត់គេល្អតិចថាអូស៊ូជាងអញ្ចឹងសោះហេតុអីបានជាអត់មាននរណាមកនៅមកកែយ៉ាងហោចណាស់ធ្វើជាសារមន្ទីរទៅឲ្យគេចូលមកមើលវាដូចនិយាយគ្នាពីខាងដើមអញ្ចឹងជុងហ្នឹងគឺជាមនុស្សដែលមិនចេះខ្លាចអីទេចង់ដឹងកាន់តែឃើញរូបភាពគួរឲ្យស្ដែងហ្នឹងគឺចង់ថតផ្ដិតយកទៅប្រអួតគេថាខ្លួនឯងមិនត្រឹមតែជា journalist ដែលប្រកែថែមទាំងជាអ្នកថតរូបដែលថ្នឹកក្នុងការផ្ដិតយករូបថតប្លែកមានអាចកំបាំងមានរឿងរ៉ាវជាច្រើនប្រកបនៅក្នុងរូបថតហ្នឹងយកទៅឲ្យអ្នកអានបានអានទៀតនិយាយទៅចិត្តចង់ខ្លាចជាអ្នកកសែតជំនាញល្បីនេះគឺជាអ្វីដែលធ្វើឲ្យជុងឈានចូលពីបន្ទប់មួយទៅបន្ទប់មួយទៀតទៅជាន់ទៀតហ្នឹងគឺមិនឡើងចដើវែងអីទេគឺតែ3កាំឯងគឺឡើងដល់បន្ទប់មួយទៀតដែលទ្វារចំហធ្លុងហ្មងឃើញមើលពីនេះទៅគឺឃើញខែត្រួតលើគ្នាជាជួរហើយជាខែត្រួតលើគ្នាខែដែកហើយនៅលើនឹងខ្លះមាននៅសល់ភួយប៉ុន្តែដុះដើមឈើដុះអីត្រូវទឹកភ្លៀងត្រូវសំណឹកត្រូវអីចឹងចុងថតទាំងអស់ហើយឈានចូលទៅក្នុងអ្វីម្យ៉ាង
តាក់ទាញគេមែនតើគឺធ្នើសភៅមួយនៅចុងពោចនៃអគារស្នាក់នៅរបស់សិស្សដែលមានក្រែជាជួរវែងមើលពីនេះទៅសន្លឹមប្រហែលជាអាចរហូតដល់50-60ក្រែអញ្ចឹងនៅចុងពោចហ្នឹងគឺមានទូមួយចាស់ធំហើយចុងគាត់ថាប្រកាសជាមានអីមួយនៅកន្លែងហ្នឹងហេតុអីបានទូធំម្លេះនៅក្នុងបន្ទប់គេងរបស់ក្មេងហ្នឹងអញ្ចឹងក្នុងចិត្តរបស់ជុងជាអ្នកដែលធ្លាប់ថ្នឹកបង្វឹកខ្លួនឯងថាពេលយើងលុកលុយទៅក្នុងបន្ទប់សម្ងាត់ឬក៏កន្លែងដែលគេលាក់កំបាំងអ្វីមួយហ្នឹងគឺគេក៏ឲ្យកត់សម្គាល់មើលពីដានមើលធ្នាប់ជើងមើលទូមើលតុមើលរបៀបផ្ទាំងគំនូរដែលព្យួរមើលទៅมันសមតាមគោលការណ៍ត្រឹមត្រូវមើលទៅដូចជាមានលាក់អីនៅពីក្រោយហ្នឹងគឺគេស្កលេចមើលតាមជំនាញរបស់គេហ្មងគឺកតុយភ្នែកដើមភ្នែកកណ្ដាលភ្នែកគឺគេមើលទាំងអស់អញ្ចឹងគេនៅតែចាប់អារម្មណ៍ដកចិត្តជាមួយទូតាំងហ្នឹងគឺអត់អស់ចិត្តថាវាមិនសមនៅក្នុងកន្លែងគេងរបស់ក្មេងមានទូមួយប៉ុណ្ណឹងអញ្ចឹងក៏ចុចពិលឲ្យឈានចូលទៅនៅខាងក្រោមហ្នឹងមានដក់ទឹកខ្លះហ្នឹងអត់មានដុសជាផ្កាអីដូចនៅខាងក្រៅទេប៉ុន្តែមានជាដក់ទឹកដក់អីធ្វើឲ្យជុងហ្នឹងងើយមើលពីដានដែលធ្លុះធ្លេខ្លះ20-30ឆ្នាំហើយមនុស្សអត់ព្រមចូលមកកែលម្អកន្លែងហ្នឹងតើមានហេតុផលអ្វីទៅអញ្ចឹងជុងក៏ឈានទៅដល់ទ្វារទីបំផុតទៅដូចជុងគិតចឹងនៅពីក្រោយទ្វារដែលជុងរុករើគោះមើលពិតជាមានផ្លូវដែលធ្វើឲ្យគេអាចចុះទៅជាន់ខាងក្រោមបានដឹងថាមិនបានគេអាចរកកលឹះដែលចុះទៅទ្វារខាងក្រោមបាននេះដោយសារនៅលើទូនឹងមានកូនខ្លាឃ្មុំចាស់មួយខ្លាឃ្មុំហ្នឹងមើលទៅដេដោយដៃហ្មងមិនមែនជាខ្លាឃ្មុំប្រែននាំចូលពីប្រទេសអឺរ៉ុបអីទេប៉ុន្តែចាស់មែនតែនហើយដៃខ្លាឃ្មុំហ្នឹងគឺច្អល់ទៅតំណប់មួយដែលគេអាចរុញទៅគឺលបើកទូនឹងទៅក្នុងមួយផ្នែកធំខ្លះជាទ្វារមួយដែលគេអាចចុះទៅខាងក្រោមហ្មងនៅពេលដែលគេរើរុះចេញជាទ្វារហើយអ្វីធ្លាក់រង្គើរំជួយចេញជាចដាប្រកបលាក់ក្រោមទូនៅពីក្រោយទូដែលគេស្មានហ្នឹងចុងសប្បាយចិត្តមែនតើគិតតែពីចុចញាប់ឡើងដល់យើងដឹងស្រាប់នេះគឺជាសម័យ digital អ្វីក៏ដោយគឺអាចផ្សារភ្ជាប់ផ្សាយអ្វីដែលភ្នែកយើងឃើញផ្សាយទៅអ្នកទី2បានភ្លាមតាមរយៈឧបករណ៍ដែលជុងមានក្នុងដៃត្រៀមលក្ខណៈរួចរាល់តែមានប្របាយគេសប្បាយចិត្តផ្លិចខ្លួនហ្មងផ្លិចអីគ្រប់យ៉ាងផ្លិចថាខ្លួនឯងកំពុងនៅកន្លែងណាវាព្រោះគិតថាអូជាប់ហើយឡើងនឹងដឹងតែខ្លាយជាអ្នកកសែតល្បីតានិពន្ធនាយកនោះអត់អាចធ្វើមុខកម្ៅដាក់ខ្ញុំបានទៀតទេគេគិតអញ្ចឹងហើយក៏រុញទ្វារហើយឈានចុះទៅតាមចដាដែលគេប្រចាំងអាកាសធាតុនៅក្នុងហ្នឹងកាន់តែត្រជាក់និយាយទៅយើងចុះទៅក្រោមឆ្ងាយពីពលឺព្រះអាទិត្យណាកាន់តែត្រជាក់ហ្មងគេប្រចាំងចុះទៅមុនពលឺទៅមុនបានជើងមនុស្សទៅក្រោយអញ្ចឹងគេឃើញបន្ទប់នៅក្រោមដីមួយដែលអត់មានទ្វារប៉ុន្តែមានកូនកៅអីតូចល្អិតសម្រាប់ក្មេងៗអង្គុយរៀនហ្នឹងជាជួរនៅខាងក្រោមហ្នឹងអញ្ចឹងខាងក្រោមហ្នឹងមានអីក្រៅពីថ្នាក់រៀនទេមើលទៅគឺជាថ្នាក់រៀនភ្លាមហ្នឹងចាប់តសំលេងងូងមកហ្មងសំលេងងូងមកពីចង្ងាយអញ្ចឹងគេឆ្ងល់ថាតើអាហ្នឹងគឺជាអីជាសំឡេងអីតាមពិតគឺជាគេហៅថាគំនួចនៃវងសัตว์មួយដ៏ធំដឹងជាសัตว์ប្រមាណ100ក្នុងហ្នឹងទេវិលខ្ញាល់ពេញក្នុងបន្ទប់ហ្នឹងប្រហែលជាវាភ្ញាក់ផ្អើលនៅពេលដែលឃើញជុងមកដល់អញ្ចឹងណាសัตว์ហ្នឹងក៏ស្ទុះជាគំនួចមួយគួចវិលខ្ញាល់ពេញហ្នឹងហើយសំឡេងងោងដូចជាផ្អើលជជែកគ្នាជាភាសាសัตว์ដែលជុងអាចឮបានប៉ុន្តែបែរជាទៅជាជុងឮសូរសំឡេងថាជួយផងអញ្ចឹងហើយឬជាសំឡេងក្មេងយំទៅហឹងពេញនឹងលាយជាមួយនឹងស្នូតទះស្លាប់របស់ពួកសัตว์អស់ហ្នឹងនេះគឺជាអ្វីដែលធ្វើឲ្យជុងបាក់ស្មារតីហើយចាប់ផ្ដើមព្យាយាមតាំងអារម្មណ៍ឡើងវិញដើម្បីរត់ចេញមកក្រៅពីពួកគិតថាមិនមែនជាខ្មោចអីទេប៉ុន្តែបើសัตว์ទាំងអស់ហ្នឹងរោមគ្នាចិត្តក៏ស្លាប់ដែរមើលទៅអញ្ចឹងដោយញាប់ញ័រជុងព្យាយាមរត់ទៅកាន់ចដាលដំបងដែលគេគិតថាគេចូលមកតាមទិសណាគេចេញទៅតាមទិសហ្នឹងមកដល់ក្បែរចដាចាប់អារម្មណ៍ឃើញភ្លាមថាតាមពិតទៅនៅអញ្ចាំងដែលគេចុះមិញគេអត់ឃើញដោយសារឡើងមើលមកក្រោមអញ្ចឹងដែលតោងយើងកាន់ចុះមកហ្នឹងអញ្ចឹងចដាមកចំហៀងហ្នឹងគឺមានប្រឡាក់ឈាមហើយនៅលើហ្នឹងមានបាតដៃតូចវាអត់សមជាបាតដៃមនុស្សចាស់ទេគឺជាបាតដៃក្មេងអញ្ចឹងនៅពេលឃើញអញ្ចឹងគឺរន្ធត់ហ្មងជុងហ្នឹងព្យាយាមទាញជើងខ្លួនឯងឡើងលើចដាមកកម្មទៀតតឹងនោះតឹងហើយហត់ដូចធ្ងន់អត់ដូចពេលក្លាហានពេលដែលចុះមកដំបងនេះមិនតែប៉ុណ្ណឹងពងតែញីញ័រខំប្រឹងថាឡើងឲ្យដល់ខាងលើអញ្ចឹងណាដៃមួយឡើងត្រជាក់មកចាប់ស្មាគេពីក្រោយធ្វើគេនឹងធ្លាក់ម៉ាស៊ីនថតក្រាក់ទៅក្រោមហើយហាមាត់សេកមួយទំហឹងសេកមានន័យថាសេកដោយរន្ធត់មែនតើហ្មងណាគណៈហ្នឹងគឺមិនត្រឹមតែធ្លាក់
កាមេរ៉ាពិលក៏របូតតាមនឹងដែរសំឡេងក្មេងឡាយលាន់មកពីក្រោយខ្នងពេលដែលជើងរបស់គេដៃរបស់គេគាំងហ្នឹងខ្លួនគេត្រូលទៅក្រោមដោយឧបករណ៍ដែលគេធ្លាក់ហ្នឹងគឺឮសំឡេងក្មេងៗស្រែកថាពូខ្ញុំនៅហ្នឹងពូនៅហ្នឹងដែរទៅពូនៅហ្នឹងមួយពួកខ្ញុំកុំទៅចោលខ្ញុំឬសូសំឡេងជាក្មេងចិនស្រែកអញ្ចឹងណាឡាយអញ្ចឹងបេះដូងរបស់ជងហ្នឹងចង់គាំងដូចយើងជាអ្នកដែលកំពុងតែមើលអញ្ចឹងគឺគេខំគិតថាមនុស្សយើងដល់ពេលដែលរាងកាយយើងបជាអត់បានណាដោយសារយើងស្លុតពេកហើយតិចយើងវល់ឮសំឡេងច្រើនក្នុងពេលតែមួយគឺធ្វើឲ្យយើងមានបញ្ហានៅក្នុងការគិតប៉ុន្តែសភាវគតិរបស់យើងណាគឺរបស់ចុងក្រោយដែលនៅមមជាងគេគឺយើងនៅតែគិតប្រាប់ខ្លួនឯងថាត្រូវទៅចេញពីកន្លែងហ្នឹងទោះបីយើងបជាខ្លួនយើងនិយាយអត់កើតមាត់យើងក៏និយាយមិនបានដៃជើងយើងវាស្ទក់ជាងមុនធ្ងន់ជាងមុនជួនកាលអ្នកខ្លះទុនជើងទុនដៃអញ្ចឹងណាប៉ុន្តែយើងនៅតែគិតបានលះគឺជងនៅតែគិតថារត់ចេញពីកន្លែងហ្នឹងសិនបានកើតអត់អាចធ្វើអីបានទាំងអស់ក្នុងពេលហ្នឹងអត់យកកាមេរ៉ាយកអីទាំងអស់ជាមួយនឹងបេះដូងដែលលោតញាប់ហ្នឹងគឺជងបានសវ៉ាតោងឡើងចដាដៃផងជើងផងហ្មងតាមតែគេចំណាំហើយមានអារម្មណ៍ថាមាត់ទ្វារនៅខាងលើដូចជាឆ្ងាយខ្លាំងណាស់ហើយនៅខាងលើហ្នឹងនៅពេលដែលឡើងទៅដល់មែនក៏នៅឆ្លងកាត់បន្ទប់គេងក្រែរាប់សិបទៀតអញ្ចឹងនៅពេលដែលគេខំព្យាយាមទៅធាក់បដាដៃទៅចាក់ដែលគេមើលអត់ឃើញតែសាររបូតពិលហើយហ្នឹងដៃអស់ហ្នឹងតោងជើងគេហ្នឹងគេធាក់ចេញហើយស្រែកឡូឡាស្រែកអស់មួយទំហឹងដើម្បីខ្លួនឯងយោងចេញហើយមិនដឹងពេលណាទេគេក៏ចាប់ផ្ដើមរត់ចេញមកខាងក្រៅផុតពីទាំងបន្ទប់គេងនឹងផងផុតតាំងពីបន្ទប់ទ្វារដំបងផងរហូតចេញមកដល់ក្រៅព្រៃហ្មងហើយនៅពេលដែលរត់មកប្រៅហ្នឹងគឺចេញមកដល់ក្រៅហ្មងអត់មានឆ្លងដឹងថាខ្លួនឯងឆ្លងកាត់កន្លែងណាខ្លះហើយគឺរត់មកគេហៅថាខ្មែរយើងថារត់បាសសក់ហ្មងណាចេញមកដល់ក្រៅគឺមេឃអាងឹតស្លុបហ្មងពេលមកនឹងព្រឹកគិតឃើញថាធ្វើយ៉ាងណាយ៉ាងច្រើនណាស់សើច1ម៉ោង2ម៉ោងគឺអត់មានដល់ថ្នាក់ទៅមេឃអាងឹតទេហេតុអីបានមេឃចាប់ផ្ដើមអាងឹតចឹងមេឃអាងឹតយប់ហ្មងប៉ុន្តែគ្មានពេលគិតគ្មានពេលដោះស្រាយជាមួយវិញ្ញាសាដែលខ្លួនឯងសួរខ្លួនឯងទេជងរត់សំដៅទៅព្រៃរត់រាប់រយគីឡូរាប់គីឡូចឹងណាច្រើនឡើងហើយនៅតែអត់ឃើញផ្ទះអ្នកភូមិនៅតែចាំសម្ដីភូមិមិញនឹងប្រាប់ថាត្រូវចាំជុំវិញនឹង5-6គីឡូគឺអត់មានផ្ទះអ្នកស្រុកទេប៉ុន្តែរត់ឆ្ងាយណាស់ហើយរត់ឡើងហត់ឡើងអត់ដឹងសារស្បែកជើងរបូតទៅណាហើយនៅតែអត់ឃើញផ្ទះអ្នកស្រុកចឹងគេក៏ឈប់ស្ងៀមដោយសារបជាខ្លួនឯងលែងបានហើយមនុស្សយើងខ្លាំងប៉ុណ្ណាបកែប៉ុណ្ណាភ័យប៉ុណ្ណាក៏ដោយបើរាងកាយយើងលែងធ្វើយើងរត់ទៅមុខទៀតអត់រួចទេក៏ឈោស្ងៀមសម្លឹងជុំវិញខ្លួនលែងដឹងទិសតំបន់ហ្មងហើយមេឃត្រជាក់ព្រៃនឹងដូចចេះធ្វើចលនាដូចមានជីវិតចឹងបោះបោកចុះឡើងឮតែសំឡេងសត្វស្រែកយំខ្ញៀវខ្ញាសំឡេងខ្លះជាសំឡេងសោកសំឡេងខ្លះជាសំឡេងឌឺដងសំឡេងខ្លះជាសំឡេងដែលសន្ធប់ធ្វើឲ្យជុងនឹងកាន់តែបាត់ស្មារតីចឹងគេចាប់ផ្ដើមថ្មិចភ្នែកហើយអោបដៃហើយគិតថាតើមានអីកើតឡើងហេតុអីបានជាថ្ងៃសោះទៅជាយប់តើនេះគឺជាយល់សពខ្ញុំស្លាប់នៅក្នុងផ្ទះនឹងហើយមជ្ឈមណ្ឌលក្មេងកំព្រានឹងមានរឿងអីកើតឡើងមានវិញ្ញាណខ្មោចមែនឬអត់តើសត្វទាំងអស់ហ្នឹងបានធ្វើអីពូនសបុកនៅក្រុមបាំងខឺហ្នឹងហេតុអីបានជាឥឡូវហ្នឹងខ្ញុំឃើញផែនដីដូចជាកលាប់ចាក់អញ្ចឹងកំពុងតែគិតស្រាប់តែឃើញឡានត្រាក់មួយធំមកពីចង្ងាយហ្មងឃើញពលឺហ្វាឡានពីចង្ងាយមានអារម្មណ៍ថាអត់ទេមិនយល់សពទេហើយក៏មិនកំពុងស្លាប់ដែរគឺជាការពិតមាននរណាម្នាក់ឆ្លងកាត់ព្រៃនេះអញ្ចឹងរស់ហើយយើងអាចសុំគាត់ដើម្បីដោយសារបានដោយក្តីត្រេកអរគេសម្លឹងទៅប្រភពនៃហ្វាឡានហ្នឹងគឺជុងបានឃើញរថយន្តដឹកទំនិញមួយធំហ្មងណាខ្មែរយើងហៅថាឡានទ្រុងប៉ុន្តែធំណាឡានរបៀបថាជាកុងតឺន័រប៉ុន្តែរបៀបជាទ្រុងឯឡានហ្នឹងហើយចង្គៀងហ្នឹងគឺចាំងមកចំជុងហើយក៏ឈប់ងក់តែម្ដងចឹងពេលដែលជុងអាចមើលទៅគេឃើញបរិសចំណាស់ម្នាក់មើលទៅគាត់មានភាពស្គមជាបរិសចិនដែលមានសភាពទ្រុឌទ្រោមប៉ុន្តែឃ្លាវខ្លាធ្វើការលះងើបមុខចេញតាមក្រៅប្អួតភ្នែករបស់គាត់ភ្លឺហ្មងសម្លឹងដោយវៃឆ្លាតគាត់ដឹងថាមានរឿងអីកើតឡើងចំពោះជុងហើយចឹងបានដោយជុងមិនអាចនិយាយអីបានឈោស្កប់នៅក្បែរហ្នឹងពីមុខឡានហ្នឹងគឺគាត់ស្រែកសួរជាភាសាចិនថាអេចៅត្រូវការជិះឡានមែនកូនបរិសហ្នឹងហៅភ្លាមជាសម្លេងដែលហាក់ដូចជាគាត់យល់ការមិនបាច់ចាំប្រាប់គាត់អីទាំងអស់ហើយបរិយាកាសខ្យល់បក់វូគួរឲ្យព្រឺព្រួចជុងហត់នឿយនឹងចិត្តដួលលំហើយមានរឿងអីទៅថាត្រូវគិតច្រើនគេគ្មានជំរឿអីក្រៅពីងក់ក្បាលឡើងញាប់ហើយស្ទុះតែក្បែរហ្នឹងបានដូចចិត្តបរិសហ្នឹងបើកទ្វារហើយក៏លូកដៃមកទាញជុងឲ្យហក់ឡើងទៅលើឡានដែលខ្ពស់
នៅពេលដែលជុងឡើងមកដល់ឡានហើយគាត់ក៏ថយមកអង្គុយនៅលើកៅអីគាត់វិញហើយចាប់ផ្ដើមធ្វើដំណើរចេញពីព្រៃក្រាស់ហ្នឹងដោយសំឡេងម៉ាស៊ីនងូងហ្មងមានន័យថាគាត់មិនបាច់សួរនាំអីច្រើនទេគឺគាត់ដឹងថាមានរឿងអីកើតឡើងហើយដោយសារអ្នកណានៅហ្នឹងក៏ដឹងពីមជ្ឈមណ្ឌលក្មេងកំព្រាដែលបាត់ខ្លួនជាង40នាក់តាំងពីឆ្នាំ1980ជាងហ្នឹងដែរអញ្ចឹងនៅពេលដែលពួកគេបើកឡានកាន់តែឆ្ងាយទៅមណ្ឌលកុមារកំព្រាស៊ូជាងបានคล้ายទៅជាអតីតកាលនៅពីក្រោយខ្នងនៃឡានត្រាក់ហ្នឹងហើយសមោលនៃព្រៃនឹងសំឡេងសัตว์បាក់សីធំដែលស្រែកយំលោឡាក្អាកក្អាយពីក្រោយខ្នងហ្នឹងក៏រសឹកទៅបដាសន្តិភាពដូចជាវិលត្រឡប់មកវិញពេលហ្នឹងជុងក៏ចាប់ផ្ដើមសម្រួលខ្លួនទាញអាវអីស្រួលបួលឡើងវិញច្បូតសក់ច្បូតមុខហើយតាំងចិត្តនិយាយតាមសម្រួលយើងទៅណាអ៊ំសួរដោយព្យាយាមកុំឲ្យស្ងាត់ពេកបរិះចំណាស់ក៏ងាកមកសម្លឹងជុងពីលើដល់ក្រោមហើយក៏ឆ្លើយប្រាប់វិញថាក្មួយឯងចង់ទៅណាគាត់សួរត្រឡប់មកវិញគេថាភូមិមិនក៏ខ្ញុំរកភូមិអត់ឃើញគេនិយាយតាក់តបចឹងណាគាត់ក៏អត់មាត់ហើយគាត់ញញឹមបន្តិចដូចជាដឹងថាគេបានឆ្លងកាត់រឿងដែលគួរឲ្យភ័យខ្លាចចឹងហើយពេលដែលគេមិនទាន់បានប្រាប់ថាគោលដៅគេទៅណាផងគាត់ក៏ចាប់ផ្ដើមបត់ស្ដាំហើយឈប់ឡាននៅពីមុខផ្ទះមួយតែហ្នឹងគឺជាផ្ទះចិនដែលទៀមសង់ផ្ទាល់ដីហើយស៊ុបទ្រុបទៅដោយដើមឈើប៉ុន្តែមើលទៅមានមនុស្សនៅដោយសារមើលទៅដូចមានអុចភ្លើងអុចអីចឹងគាត់ក៏ថាចូលក្នុងផ្ទះខ្ញុំសិនមកចាំនិយាយគ្នាជុងនៅទីទើបន្តិចគាត់ក៏និយាយថាខេងរកផ្ទះអ្នកភូមិហើយនេះមិនមែនផ្ទះអ្នកភូមិទេនៅពេលដែលជុងចុះតាមគាត់ចាប់ផ្ដើមយកទឹកហុចឲ្យហើយគេក៏ចាប់ផ្ដើមលេបអឹកអស់ម្ដងហ្មងនិយាយទៅគាត់អស់សំណើចដែលឃើញអាកប្បកិរិយារបស់អ្នកកសែតបែបហ្នឹងគាត់ក៏សួរថាបាត់បង់របស់អ្វីខ្លះជុងកវីស្មាឲ្យលើកដៃប្រាប់ថាបាត់ទាំងអស់ខ្ញុំខំថតមកជិត1000ប៉ុប៉ុន្តែកាមេរ៉ាខ្ញុំក៏បាត់នៅក្នុងមជ្ឈមណ្ឌលស៊ូជាងដែរខុសប្លែកពីកសិករមុនដែលពេលដែលជុងនិយាយពីរឿងស៊ូជាងទៅពួកគេនាំគ្នាភ័យបរិះនឹងធ្វើធម្មតាហើយគាត់ក៏ហៅបកដៃហៅកំឡោះយើងនឹងឲ្យទៅអង្គុយនៅក្បែរតុមួយសម្រាប់គេញ៉ាំតែដោយគ្រួសារចិនគេតែងតែមានតុកៅអីនៅខាងមុខផ្ទះគេសម្រាប់អង្គុយញ៉ាំតែជុំគ្នាចឹងជុងក៏អង្គុយចុះដើម្បីខ្លួនឯងបាត់ហត់បន្តិចបេះដូងក៏លោតធម្មតាវិញប៉ុន្តែដៃជើងគឺមិនដឹងមុតអីគេខ្លះទេចឹងគេក៏អោនមើលមុខលបោះលើជើងរបស់ខ្លួនបរិះនោះក៏អង្គុយហើយក៏និយាយជាមួយគេតិចថាពីមុនធ្លាប់មានភូមិមួយនៅនេះក្រៅពីផ្ទះនេះមានផ្ទះច្រើនទៀតគាត់ចាប់ផ្ដើមទម្លាក់សម្លេងឡើងទៀបប៉ុន្តែរៀងមើលទៅស្អកស្អាដូចជាមានការឈឺចាប់មួយមានរឿងអីសែតមួយចឹងជុងងាកមកសម្លឹងគាត់ហើយងាកសម្លឹងជុំវិញខ្លួនដូចជាគ្មានសំថានៅសេះសល់គ្រឹះឬមួយក៏ថាមានភូមិអីនៅនឹងសោះក្រៅពីផ្ទះរបស់គាត់មួយនឹងដែលតូចនឹងហើយអ្នកណាជាអ្នកអុចភ្លើងមានគាត់អុចហើយគាត់ដឹងយើងរត់គាត់ទៅយកយើងពីនឹងមកជុងគិតចឹងណាហើយក៏មើលទៅពួកព្រៃពួកអីប៉ុន្តែល្អជាងនៅកន្លែងបណ្ដុលស៊ូជាងដោយសារនៅហ្នឹងអត់មានលឺសូរសំឡេងសัตว์សំឡេងអីទេមានភាពស្ងប់ស្ងាត់ឮតែខ្យល់បោកស្លឹកឈើអញ្ចឹងពូខ្ញុំចូលនៅហ្នឹងមិនក៏ពេលវេលាដូចក៏លឿនម៉េចខ្ញុំចូលទៅភ្លឺហ្នឹងហើយឥឡូវម៉ោងប៉ុន្មានហើយបរិះហ្នឹងអត់ឆ្លើយជាមួយជុងគាត់បែរជានិយាយវិញយប់មួយមានជំងឺមួយកើតឡើងហើយភូមិហ្នឹងបានរលាយជំងឺរាលដាលពាសពេញភូមិដូចជាភ្លើងឆេះអញ្ចឹងក្មួយអើយគឺអ្នកគ្រប់គ្នាឈឺមកប្រព្រឹត្តភ្នែកហើយនាំគ្នាស្លាប់មិនអាចទៅពេទ្យទាន់ទេគ្មាននរណាដឹងពីអ្វីដែលកំពុងកើតឡើងទេភូមិនេះត្រូវបានគេបោះបង់ចោលហើយទាំងអស់គ្នាចាប់ផ្ដើមស្លាប់នៅលើគ្រែស្លាប់នៅលើដីដោយមិនអាចមាននរណាជួយជុងស្ដាប់ហើយញ័រចកានៅក្រោមធាតុអាកាសត្រជាក់ផងរឿងដែលគេមិននឹកស្មានដល់ថាជាសោកនាដកម្មមនុស្សទាំងអស់គ្នាស្លាប់មកប្រព្រឹត្តភ្នែកគាត់និយាយមកគឺស្ដាប់ទៅសែតមែនតែនអញ្ចឹងគេក៏សួរថាភូមិហ្មងហើយស្លាប់ទាំងអស់ហេតុអីបានជាស្លាប់អញ្ចឹងមកពីអ្នកទាំងអស់ហ្នឹងមិនព្រមស្ដាប់ខ្ញុំជាគ្រូរបស់ពួកគេខ្ញុំព្យាយាមបរៀនពួកគេពីភាពសុខដុមជាមួយធម្មជាតិឲ្យគេរស់នៅចេះគោរពទឹកដីគោរពធម្មជាតិនៅជុំវិញខ្លួនសត្វព្រៃក៏ដូចជាអ្វីផ្សេងទៀតប៉ុន្តែពួកគេនៅតែព្យាយាមបរបាញ់សម្លាប់គ្នាទៅវិញទៅមកហើយយកសត្វមកធ្វើជាចំណីដូចជាយប់នឹងអញ្ចឹងពួកគេបានបរបាញ់បានសត្វដ៏ធំមួយជុងព្រិចភ្នែកលោកតានោះលោកដៃមកប្រាប់ថាធំណាធំមែនតែនធំប៉ុណ្ណេះហ្មង
ចឹងនៅពេលដែលគាត់លើកដៃប្រាប់ទៅធ្វើឲ្យជុងកាត់តែមានអារម្មណ៍មិនស្រួលឡើងគិតថាអូយធំហ៎ហេតុអីបានជាពួកគេចាប់បានសត្វដ៏ធំចឹងហើយពួកគេធ្វើម្ហូបគ្នាសួរអញ្ចឹងណាដល់ពេលអញ្ចឹងជុងបរោះចំណាស់ក៏ងក់ក្បាលយឺតហើយភ្នែករបស់គាត់ស្វាំងទៅដោយទុកសោកណាគាត់ដូចស្រក់ទឹកភ្នែកហើយគាត់រៀបរាប់ថាបាទបាក់សីនឹងធំមែនតែនហើយចាស់ប្រាប់ថាបើរកបានសត្វធំអញ្ចឹងយកវាទៅលែងវិញទៅហើយបើវាងាប់ត្រូវធ្វើបន់នៅវាផងមិនត្រូវស៊ីវាទេប៉ុន្តែពួកនឹងចង់ក្លែមស្រាចង់សบายជុំគ្នាអញ្ចឹងអត់ព្រមស្ដាប់ខ្ញុំទេក៏ស៊ីសត្វនឹងមិនយូរទេមួយយប់ហ្នឹងគឺអ្នកទាំងអស់គ្នាឆ្លងជំងឺពេញភូមិហើយអ្នកទាំងអស់គ្នាស្លាប់ហើយបេះដូងជុងលោតញាប់ហើយគាត់និយាយថាចុះមិនក៏ពូនៅរួមមិនក៏ពូអត់អីបបោមាត់បរោះចំណាស់ហ្នឹងទៅជាញញឹមខ្ញុំបានបរៀនពួកគេពីរបៀបរស់នៅជាមួយធម្មជាតិរបៀបថែទាំទឹកដីប៉ុន្តែទីបញ្ចប់ពួកគេបានបំផ្លាញអ្វីៗគ្រប់យ៉ាងដែលខ្ញុំបរៀនពួកគេហើយផ្ទុយទៅវិញធម្មជាតិបានសងសឹកហើយឥឡូវហ្នឹងខ្ញុំគឺជាអ្នកចុងក្រោយនៃបដាសាគាត់និយាយអញ្ចឹងធ្វើឲ្យចុងព្រិលភ្នែកចិត្តរបស់គេចង់តែស្រែកខ្លួនគេចង់តែរត់គេចប៉ុន្តែមុនពេលដែលគេអាចរត់គេចបានអ្វីៗជុំវិញខ្លួនចុងទៅជាងងឹតស្លុបហ្មងរាងកាយរបស់គេដូចជាធ្ងន់ហើយខ្យល់ជុំវិញខ្លួនដូចជាគួចមានអារម្មណ៍ថាសត្វអស់ហ្នឹងវិលមកវិញគេឮសូរសំឡេងសត្វពីចម្ងាយហ្មងពេលហ្នឹងចុងមិនចាំបានថាគេរត់ចេញពីមុខកៅអីពីរដែលអង្គុយនិយាយជាមួយនឹងគាត់ដោយវិធីណាប៉ុន្តែនៅពេលដែលគេភ្ញាក់ដឹងខ្លួនឡើងគឺនៅលើមន្ទីរពេទ្យដែលគេបើកភ្នែកមកអត់ដឹងថាហេតុអីបានខ្លួនឯងមកដល់មន្ទីរពេទ្យហើយមើលពីនេះទៅឃើញខ្នងម៉ាក់របស់គេកំពុងតែរៀបចំបាយទឹកអីនៅលើតុចឹងគេគិតថាអូគេមានសុវត្ថិភាពហើយប៉ុន្តែដឹងថាតើគេបានវិលមកពេលកាំងវិញដោយវិធីណាទោះបីដឹងថាគេបានធ្លាក់ហើយការងារកសែតរបស់គេហ្នឹងមិនធម្មតាធ្លាក់ថែមទាំងរបួសអត់បានទៅធ្វើការជាបុគ្គលិកហាត់ការទៀតគ្មានអ្នកណាទាន់អាចប្រាប់ជុងពីវិធីដែលគេរកជុងឃើញនៅក្នុងភូមិនៅឆ្ងាយតាក់ទងជាមួយនឹងចាក់មណ្ឌលកម្មាកំព្រាស៊ូជាងហ្នឹងឯងពីព្រោះថាគេនឹងខ្សោយសំបីកំរើកក៏គេពិបាកដែរម៉ាក់គេព្យាយាមចង់បញ្ចុកបោះគេប៉ុន្តែបែរថាគេនៅមិនទាន់អាចញ៉ាំឲ្យបានទេនៅតែព្យាបាលដល់សុទ្ធនៅឡើយចឹងចុងត្រូវការពេលយូរដើម្បីសំងំនៅពេលដឹងខ្លួនឡើងមកវិញហ្នឹងគឺអត់មានអ្នកអាចប្រាប់ជុងបានថាអ្នកណាជាអ្នកយកជុងមកដល់មន្ទីរពេទ្យឬមួយក៏អ្នកភូមិនឹងគេរកជុងឃើញទៅក៏យ៉ាងម៉េចទេប៉ុន្តែសំបីតែញ៉ាំអាហារក៏ជុងអត់ទាន់ញ៉ាំបានផងអញ្ចឹងពេទ្យនៅព្យាបាលជុងដោយឱសថនៅឡើយអញ្ចឹងគេខ្សោយរយៈពេលយូរដែររហូតដល់គេជាអាចចេញពីមន្ទីរពេទ្យហើយគេមិនអាចទៅធ្វើជាបុគ្គលិកហាត់ការនៅកសែតនឹងទេដូចយើងដឹងស្រាប់ហើយយើងមិនអាចអវត្តមានបាននៅក្នុងដំណាក់កាលយើងហាត់ការអញ្ចឹងជុងនៅតែសំណោះខ្លួនឯងថាមិនត្រឹមតែមិនបានឆ្លងកាត់ការសាកល្បងថែមទាំងត្រូវគេនៅមន្ទីរពេទ្យរយៈពេលយូរអញ្ចឹងមួយខែក្រោយមកជុងបានចេញពីមន្ទីរពេទ្យមកវិញក៏មានអ្នកយកកាមេរ៉ារបស់គេមកសងគេវិញគេបានរកឃើញកាមេរ៉ារបស់គេហើយគេសប្បាយចិត្តមែនទែនដោយសារតែមានអ្នកផ្ញើកាមេរ៉ានៅមុខផ្ទះអញ្ចឹងគេយកកាមេរ៉ាចូលផ្ទះដោយត្រេកអរកាមេរ៉ានឹងខូចអស់ច្រើនប៉ុន្តែ memory ហ្នឹងក៏មើលទៅត្រូវជួសជុលត្រូវឲ្យអ្នកគេជួយធ្វើវាឡើងវិញបានគេអាចអាប់ឡូតរូបថតនិងវីដេអូទាំងប្រមាណដែលគេបានព្យាយាមថតទាំងប្រមាណអ្វីៗទាំងអស់គឺគេឃើញដូចដែលគេបានឃើញអញ្ចឹងមានន័យថាអ្វីដែលគេឆ្លងកាត់មិនមែនជាការយល់សប្តិទេគឺជាការពិតប៉ុន្តែចុងក្រោយគេឃើញកាមេរ៉ាហ្នឹងបែរមកថតគេខ្លួនឯងពេលដែលគេកំពុងវាឡើងចដើហើយនៅក្រោយខ្លួនគេហ្នឹងសុទ្ធតែក្មេងៗដែលអត់មានភ្នែកអញ្ចឹងជុងស្រែកតក់ស្លុតសារជាថ្មីហើយសារជាថ្មីគេចូលទៅកម្មវិធីពេទ្យដោយលើកតក់ស្លុតលើហ្នឹងគឺគេអត់អាចនិយាយអីបានទេគេមិនអាចនិយាយបានទាំងអស់ចឹងគេនៅព្យាបាលរហូតចឹងទៅហើយរឿងដែលគេបានជួបទាំងប្រមាណគេចិញ្ចឹមចិត្តថានៅពេលដែលគេអាចប្រើដៃជើងបានល្អគេអាចសរសេរធ្វើការឡើងវិញគេនឹងសរសេរពីអ្វីដែលគេរកឃើញហ្នឹងរយៈពេលដែលគេស្នាក់នៅព្យាបាលខ្លួនឯងដោយការតក់ស្លុតហួសប្រមាណដូចខ្មែរយើងខ្លះគេហៅថាជំងឺឈឺជ្រុះសក់ដោយសារយើងឃើញរបស់ដែលយើងអត់ចង់ឃើញហើយការតក់ស្លុតធ្ងន់ហ្នឹងប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទរបស់មនុស្សហ្នឹងហើយការធ្វើចលនានៃបេះដូងរបស់មនុស្សហ្នឹងដែលធ្វើឲ្យមានភាពទន់ខ្សោយខ្លាំងមិនអាចធ្វើការបានមិនអាចនិយាយស្ដីបានពឹស្ដាអ្នកខ្លះទៅជាវិកមាត់វិកកប៉ុន្តែជុងអត់អញ្ចឹងទេគ្រាន់តែថាគាត់អាចធ្វើការបានអត់ទាន់និយាយស្ដីមួយនរណាបានអញ្ចឹងនៅក្នុងកិច្ចការពារហ្នឹងនៅពេលដែលធូរស្រាលជាងមុនតិចហើយមានអ្នកកសែតជើងចាស់ម្នាក់មកជួបគាត់នៅខាងក្រៅ
អ្នកកសែតនោះបានណែនាំខ្លួនគាត់ថាគាត់ឈ្មោះពូពីងហ្នឹងគាត់អាយុចាស់ហើយប៉ុន្តែគាត់នៅសរសេរកសែតហើយគាត់មានលក្ខណៈថាជាមនុស្សដែលជឿទៅលើរឿងស៊ូជាងហ្នឹងគាត់ប្រាប់ថាខ្ញុំទៅតែដឹងព័ត៌មានថាមានក្មេងម្នាក់នៅប៉េជីងបានទៅដល់មជ្ឈមណ្ឌលស៊ូជាងខ្ញុំធ្វើដំណើរមកពីខេត្តឆ្ងាយដើម្បីជួបគេអញ្ចឹងបើសិនជារឿងដែលខ្ញុំនិយាយនេះក្មួយគិតថាធ្វើឲ្យក្មួយមិនសប្បាយចិត្តក្មួយអាចបដិសេធខ្ញុំបានប៉ុន្តែខ្ញុំសូមចាប់ផ្ដើមដោយប្រាប់ថាខ្ញុំក៏ជាអ្នកស្រាវជ្រាវម្នាក់នៅមជ្ឈមណ្ឌលហ្នឹងដែរហើយរឿងដែលខ្ញុំដឹងគឺរឿងថាមនុស្សទាំងអស់នៅក្នុងភូមិហ្នឹងបានស្លាប់នៅត្រឹមតែមួយយប់ដោយសារតែគេបានឆៃសัตว์បក្សីធំមួយដែលមិនសមថាត្រូវបានគេធ្វើទៅជាម្ហូបក្លែមដើម្បីញ៉ាំហើយឆ្លងគ្នាពេញភូមិហើយស្លាប់ប៉ុន្តែរឿងដែលគេមិនអស់ចិត្តគឺថាហេតុអីបានជាសាកសពទាំងអស់ហ្នឹងគឺរកអត់ឃើញទេរកអត់ឃើញនៅក្នុងភូមិក៏ដូចជានៅក្នុងមជ្ឈមណ្ឌលហ្នឹងរហូតដល់ពេលក្រោយមកមានពាក្យចចាមអារាមថាសត្វបក្សីនាំគ្នាចេញពីព្រៃមកពំយកមនុស្សទាំងអស់ដែលមានធំក្លិនជាមេរបស់គេនៅក្នុងខ្លួនណាគឺយកទៅក្នុងព្រៃជ្រៅនេះគឺគ្រាន់តែជាពាក្យចចាមអារាមខ្ញុំតែងតែចង់រកមនុស្សណាម្នាក់ដែលខ្ញុំអាចស្រាវជ្រាវពូជបក្សីនៅក្នុងព្រៃចិត្តហ្នឹងប៉ុន្តែខ្ញុំមិនអាចធ្វើការងារនឹងបានឡើយរហូតដល់អាយុប៉ុណ្ណេះអញ្ចឹងខ្ញុំមើលទៅសរសើរក្មួយដែលបានទៅដល់កន្លែងហ្នឹងតែយើងអាចចូលរួមគ្នាបែបម៉េចដើម្បីសរសេរអត្ថបទនឹងទៀតអញ្ចឹងខ្ញុំសូមបញ្ចប់រឿងមជ្ឈមណ្ឌលកុមារកំព្រាស៊ូជាងត្រឹមប៉ុណ្ណេះហើយអ្នកទាំងអស់គ្នាដែលកំពុងទស្សនាគិតថាជុងពេលដែលរឹងដៃរឹងជើងឡើងវិញនឹងធ្វើការជាមួយពូពីងម្នាក់ហ្នឹងតាក់ទងជាមួយ project នៅស៊ូជាងដែរទេហើយអ្នកទាំងអស់គ្នាជឿថាពិតជាមានដំណំមិនឲ្យឆៃសាច់បក្សីហើយពិតជានៅសល់បក្សីជាស្ដេចនៃបក្សីទាំងឡាយដែលខ្លួនសូម្បីតែមនុស្សយើងឆៃចូលទៅក្នុងខ្លួនហើយក៏ក្លិននិងអរម៉ូនហ្នឹងនៅធ្វើឲ្យសត្វផ្សេងមកតាមរយកសាកសពមនុស្សដែលពុលហ្នឹងយកទៅក្នុងព្រៃគិតថាគឺជាក្លិនរបស់ស្ដេចខ្លួនដែលมันអាចទុកនៅក្នុងភូមិខ្សល់សូម្បីតែដានណាបន្តិចតែយល់ថារឿងនេះទំនងកម្រិតណាដែរប្រមាណភាគរយសូមជួយ comment នៅខាងក្រោមឲ្យជួបគ្នានៅក្នុងការដំណើរលើកក្រោយទៀតសូមអរគុណច្រើន